សូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងខ្ញុំបាទ admin map ថ្ងៃនេះយើងនឹងធ្វើការវិភាគស៊ីជម្រៅទៅលើព្រឹត្តិការណ៍សំខាន់ៗចំនួន2ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិទី1គឺអំពីស្ថានភាពនៅអ៊ុយក្រែនបន្ទាប់ពីកិច្ចចរចាដ៏ស្មុគស្មាញរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែននៅរដ្ឋ Florida ដែលជាទីដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងថាបញ្ហាលំបាកនៅតែមានទី2យើងនឹងបង្វែរការចាប់អារម្មណ៍ទៅកាន់ទីក្រុងហុងកុងដែលជាកន្លែងអាជ្ញាធរកំពុងតែបន្តស៊ើបអង្កេតករណីអគិភីដ៏សាហាវបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ហើយបានធ្វើការឃាត់ខ្លួនមនុស្សមួយចំនួនយើងចាប់ផ្ដើមជាមួយនឹងព័ត៌មានពីប្រទេសអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងយ៉ាងច្បាស់លាស់កាលពីថ្ងៃច័ន្ទថាបញ្ហាលំបាកមួយចំនួននៅតែមិនទាន់ត្រូវដោះស្រាយបន្ទាប់ពីកិច្ចចរចាដ៏សំខាន់រវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនដែលបានប្រព្រឹត្តទៅនៅរដ្ឋ Floridaសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងចំពេលដែលលោក Zelensky កំពុងបំពេញទស្សនកិច្ចយ៉ាងម៉ឺម៉ាញឹកនៅទ្វីបអឺរ៉ុបដើម្បីស្វែងរកការគាំទ្របន្ថែមពីសម្ព័ន្ធមិត្តរបស់ខ្លួនខណៈដែលក្នុងពេលជាមួយគ្នានេះបេសកជនរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងធ្វើដំណើរទៅកាន់ទីក្រុង Moscow ដែលបង្ហាញពីភាពស្មុគស្មាញនៃភូមិសាស្ត្រនយោបាយបច្ចុប្បន្ននេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reutersការលើកឡើងរបស់លោក Zelensky អំពីបញ្ហាលំបាកនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេប្រសិនបើយើងពិចារណាលើភាពរសើបនិងភាពស្មុគស្មាញនៃចំនួនដែលកំពុងកើតមាននៅអ៊ុយក្រែនកិច្ចចរចានៅរដ្ឋ Florida ទ្រង់លឹងជាបានផ្ដោតលើផែនការសន្តិភាពរយៈពេលវែងលទ្ធភាពនៃការបញ្ចប់ជម្លោះនិងការធានាសន្តិសុខសម្រាប់អ៊ុយក្រែននាពេលអនាគតទោះបីជាព័ត៌មានលម្អិតនៃកិច្ចចរចាមិនត្រូវបានលាតត្រដាងជាសាធារណៈក៏ដោយសេចក្តីថ្លែងការណ៍របស់លោក Zelensky បានបញ្ជាក់យ៉ាងច្បាស់លាស់ថាគម្លាតរវាងភាគីទាំងពីរឬរវាងការរំពឹងទុករបស់អ៊ុយក្រែននិងសំណើដែលបានដាក់ជូននៅតែមានទំហំធំបញ្ហាលំបាកទាំងនេះអាចរួមមានទាំងបញ្ហាអធិបតេយ្យភាពទឹកដីលក្ខខណ្ឌការដកទ័ពការទាមទារឲ្យបោះបង់បំណងចង់ចូលរួមជាមួយអង្គការ NATO និងជាពិសេសគឺការធានាសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែនដែលត្រូវបានរុស្ស៊ីឈ្លានពានក្នុងអំឡុងពេលដ៏សំខាន់នេះលោក Zelensky បានធ្វើដំណើរទៅដល់ទីក្រុងប៉ារីសដើម្បីជួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macronកិច្ចប្រជុំនេះមានសកម្មភាពណាស់ដោយសារតែលោក Macron ធ្វើបាននិងកំពុងជំរុញយ៉ាងសកម្មឲ្យមានការបង្កើតកងកម្លាំងធានាសុវត្ថិភាពដែលដឹកនាំដោយបណ្ដាប្រទេសអឺរ៉ុបគំនិតផ្ដួលផ្ដាំនេះអាចត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងមួយរបស់អឺរ៉ុបដើម្បីដើរតួនាទីកាន់តែសំខាន់ក្នុងបញ្ហាសន្តិសុខតំបន់របស់ខ្លួនដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងទៅលើសហរដ្ឋអាមេរិកឬអង្គការ NATO ដែលជាសម្ព័ន្ធមិត្តយោធាដឹកនាំដោយអាមេរិកការបង្កើតកងកម្លាំងបែបនេះអាចផ្ដល់នូវជម្រើសមួយសម្រាប់អ៊ុយក្រែនក្នុងការទទួលបានការធានាសន្តិសុខដោយមិនចាំបាច់ចូលជាសមាជិក NATO ពេញលេញដែលជាចំណុចរសើបសម្រាប់ទីក្រុង Moscow ការជួបជាមួយលោក Macron ក៏ជាផ្នែកមួយនៃការប្រឹងប្រែងរបស់លោក Zelensky ក្នុងការប្រមូលផ្ដុំការគាំទ្រនិងធានាថាអឺរ៉ុបនៅតែបន្តឈរជាមួយអ៊ុយក្រែនទាំងផ្នែកយោធាសេដ្ឋកិច្ចនិងនយោបាយស្របពេលជាមួយគ្នានេះបេសកជនអាមេរិកម្នាក់គឺលោក Steve Witkoff ដែលជាបុគ្គលជិតស្និទ្ធនឹងលោក Donald Trump ក្រុងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារសប្តាហ៍នេះវត្តមានរបស់បេសកជនលោក Trump នៅទីក្រុង Moscow បង្ហាញពីវិធីសាស្ត្រការទូតស្របគ្នាឬអាចនិយាយបានថាជាវិធីសាស្ត្រការទូតចម្រុះដែលមានសក្តានុពលនៅក្នុងការផ្លាស់ប្ដូរទិសដៅនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាពលោក Trump តែងតែអះអាងថាលោកអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែនក្នុងរយៈពេល24ម៉ោងប្រសិនបើលោកបានត្រឡប់មកកាន់តំណែងជាប្រធានាធិបតីវិញដូច្នេះការបញ្ជូនបេសកជនទៅកាន់ទីក្រុង Moscow អាចជាសញ្ញាមួយនៃការចាប់ផ្ដើមការទូតបែបភ្លឺក្រោយ Back Channel Diplomacy ដែលអាចមានគោលបំណងស្វែងរកដំណោះស្រាយឯករាជ្យពីក្របខ័ណ្ឌការទូតបច្ចុប្បន្នរបស់រដ្ឋបាលលោក Bidenការនេះបន្ថែមភាពស្មុគស្មាញនិងភាពមិនច្បាស់លាស់ដល់ស្ថានភាពដោយសារតែគោលដៅនិងលទ្ធផលនៃកិច្ចប្រជុំរបស់លោក Witkoff អាចមានភាពខុសគ្នាទាំងស្រុងពីគោលដៅរបស់រដ្ឋបាលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបទីក្រុងគៀវនិងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងតែជំរុញយ៉ាងខ្លាំងក្លាឲ្យទីក្រុង Washington កែសម្រួលផែនការសន្តិភាពដែលពីដើមឡើយបានត្រឹមត្រូវឲ្យអ៊ុយក្រែនកាត់ទឹកដីរបស់ខ្លួនកាត់បន្ថយកម្លាំងយោធានិងបោះបង់ចោលបំណងចង់ចូលរួមជាមួយអង្គការ NATOសម្រាប់អ៊ុយក្រែនផែនការបែបនេះត្រូវបានចាត់ទុកថាស្មើនឹងការចោះចែងទាំងស្រុងសូមយើងពិនិត្យមើលចំណុចមួយនេះឲ្យកាន់តែស៊ីជម្រៅការកាត់ទឹកដី
នេះគឺជាចំណុចដ៏រសើបបំផុតការកាត់ទឹកដីមានន័យថាអ៊ុយក្រែនត្រូវតែបោះបង់ចោលនៅផ្នែកខ្លះនៃអធិបតេយ្យភាពរបស់ខ្លួនដែលអាចរួមមានតំបន់គ្រីមៀតំបន់ដុនបាសឬទឹកដីផ្សេងទៀតដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីការបាត់បង់ទឹកដីទាំងនេះមិនត្រឹមតែជាការបាត់បង់ធនធានហូបត្រាធាតុនិងសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងជាការបាត់បង់អត្តសញ្ញាណនាទីនិងការផ្ដល់សញ្ញាថាការឈ្លានពានរបស់រុស្ស៊ីអាចទទួលជោគជ័យប្រជាជនអ៊ុយក្រែនជាច្រើនបានប្រយ័ត្នដើម្បីការពារទឹកដីរបស់ខ្លួនហើយការទទួលយកការបាត់បង់ទឹកដីអាចនឹងបង្កើនឲ្យមានការមិនសប្បាយចិត្តយ៉ាងខ្លាំងក្នុងស្រុកការកាត់បន្ថយកម្លាំងយោធាការទាមទារឲ្យកាត់បន្ថយកម្លាំងយោធារបស់អ៊ុយក្រែនគឺជាការធ្វើឲ្យប្រទេសនេះងាយរងថ្នាក់នាពេលអនាគតនៅពេលដែលប្រទេសមួយកំពុងប្រឈមមុខនឹងសត្រូវដ៏ខ្លាំងក្លាមួយដូចជារុស្ស៊ីការកាត់បន្ថយសមត្ថភាពការពារខ្លួនគឺជាការអញ្ជើញឲ្យមានការឈ្លានពានបន្ថែមទៀតនៅពេលអនាគតអ៊ុយក្រែនបាននឹងកំពុងព្យាយាមពង្រឹងកម្លាំងយោធារបស់ខ្លួនដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនហើយការកាត់បន្ថយកម្លាំងនេះគឺជាការបដិសេធចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនោះការបោះបង់បំណងចង់ចូលរួមជាមួយអង្គការ NATO អង្គការ NATO គឺជាសម្ព័ន្ធភាពយោធាការពាររួមដែលមានគោលការណ៍ថាការវាយប្រហារលើសមាជិក NATO មួយស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់សម្រាប់អ៊ុយក្រែនការចូលរួមជាមួយ NATO គឺជាក្តីសង្ឃឹមក្នុងការទទួលបានការប៉ះកែដោយរឹងមាំពីមហាអំណាចយោធាពិភពលោកការបោះបង់ចោលក្តីសង្ឃឹមនេះគឺស្មើនឹងការលះបង់នូវការធានាសន្តិសុខដ៏សំខាន់មួយដែលអាចទុកអ៊ុយក្រែនឲ្យឯកោនិងងាយរងថ្នាក់សម្រាប់អ៊ុយក្រែនការជ្រើសរើសសម្ព័ន្ធមិត្តរបស់ខ្លួនគឺជាសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសមួយហើយការបង្ខំឲ្យបោះបង់ចោលជំរើសនេះគឺរំលោភលើគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិសរុបមកផែនការសន្តិភាពដើមនេះជាសំណើដែលមិនអាចទទួលបានសម្រាប់អ៊ុយក្រែនព្រោះវាគ្រោះថ្នាក់ដល់អធិបតេយ្យភាពរបស់ប្រទេសជាតិតែម្ដងនោះហើយជាហេតុផលដែលទីក្រុងគៀវនិងសម្ព័ន្ធមិត្តបានព្យាយាមយ៉ាងខ្លាំងក្លាដើម្បីឲ្យទីក្រុងវ៉ាស៊ីងតោនធ្វើការកែសម្រួលលក្ខខណ្ឌទាំងនេះទៅជាសំណើដែលផ្ដល់យុត្តិធម៌និងសុវត្ថិភាពពិតប្រាកដសម្រាប់អ៊ុយក្រែនក្នុងន័យនេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានទទួលស្គាល់ថាស្ថានភាពពិតជាមានភាពស្មុគស្មាញមែនលោកបានថ្លែងថាស្ថានភាពនៅអ៊ុយក្រែនមានភាពស្មុគស្មាញដោយសារតែមានកត្តាជាច្រើនដែលកំពុងតែដើរតួនាទីវាជាចំនួនយោធាដ៏ធំមួយដែលមានផលប៉ះពាល់ភូមិសាស្ត្រនយោបាយជាសាកលក៏ប៉ុន្តែទោះបីជាមានភាពស្មុគស្មាញក៏ដោយក៏លោក Rubio បានបង្ហាញសុទិដ្ឋិនិយមដោយសារលោកជឿជាក់ថាមានវត្តភាពដែលលោកសម្ដៅដល់អាចជាការបន្តកិច្ចចរចាការស្វែងរកចំណុចរួមបន្តិចបន្តួចឬការយល់ដឹងកាន់តែស៊ីជម្រៅអំពីត្រូវការរបស់ភាគីនានាទោះបីជាដំណោះស្រាយជាក់ស្ដែងនៅមិនទាន់លេចចេញជារូបរាងក៏ដោយនេះអាចជាការបកស្រាយថាយ៉ាងហោចណាស់ក៏ផ្លូវការទូតនៅតែបើកឆហើយភាគីពាក់ព័ន្ធនៅតែព្យាយាមស្វែងរកដំណោះស្រាយនយោបាយបច្ចុប្បន្នអ៊ុយក្រែនកំពុងជួបប្រទះការលំបាកទ្វេដងទាំងការបាត់បង់ទឹកដីនៅសាមារីភូមិនិងបញ្ហារឿងអាស្រ័យពុករលួយនៅក្នុងប្រទេសនៅលើសាមារីភូមិកងកម្លាំងអ៊ុយក្រែនបានបាត់បង់ទឹកដីមួយចំនួននៅភាគខាងដើមនិងខាងត្បូងនៃប្រទេសដោយសារតែការវាយលុកឥតឈប់ឈររបស់រុស្ស៊ីនិងការខាតចំនួនយោធាពីលោកខាងលិចការបាត់បង់ទឹកដីទាំងនេះមិនត្រឹមតែប៉ះពាល់ដល់យុទ្ធសាស្ត្រយោធាប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សីលធម៌របស់តហាននិងប្រជាជនទៀតផងក្រៅពីបញ្ហាយោធាអ៊ុយក្រែនក៏កំពុងជួបប្រទះនឹងបញ្ហារឿងអាស្រ័យពុករលួយដែលបាននាំឲ្យប្រធានឃុតកាឡៃរបស់លោក Zelensky លះនាំតំណែងបញ្ហាពុករលួយគឺជាអន្លាក់នៃសាច់របស់អ៊ុយក្រែនជាយូរមកហើយវាបានរារាយយ៉ាងខ្លាំងដល់ការអភិវឌ្ឍប្រទេសនិងធ្វើឲ្យប៉ះពាល់ដល់ទុកលំមុខរបស់ដៃគូអន្តរជាតិខនអំឡុងពេលសង្គ្រាមការពុករលួយកាន់តែមានគ្រោះថ្នាក់ព្រោះវាអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ចំនួនយោធាធ្វើឲ្យខូចខាតដល់កិច្ចខិតខំនៅក្នុងការកសាងប្រទេសឡើងវិញនិងបង្កើនការមិនទុកចិត្តពីសំណាក់ប្រជាជនលោកត្រាំបានហៅរឿងអាស្រ័យនេះថាជាបញ្ហាតូចតាចដ៏លំបាកដែលបង្ហាញពីទស្សនវិធីរបស់លោកក្នុងការបញ្ឆេបញ្ហានេះទោះបីជាយ៉ាងណាក៏ដោយលោកត្រាំនៅតែជឿជាក់ថាកិច្ចព្រមព្រៀងសន្តិភាពអាចសម្រេចបានទស្សនៈរបស់លោកត្រាំនេះអាចបកស្រាយបានថាលោកត្រាំលឹងជាប៉កែលើលទ្ធផលចុងក្រោយនៃកិច្ចព្រមព្រៀងជាងការដោះស្រាយបញ្ហាក្នុងប្រទេសអ៊ុយក្រែនហើយការលើកឡើងនេះអាចជាសញ្ញាថាលោកត្រាំអាចនឹងផ្ដល់សម្ពាធឲ្យអ៊ុយក្រែនទទួលយកកិច្ចព្រមព្រៀងជាក់ស្ដែងមួយទោះបីជាមានការលំបាកក្នុងប្រទេសយ៉ាងណាក៏ដោយការវិវត្តទាំងនេះនៅអ៊ុយក្រែនបានគូសំគៅពីភាពភុយស្រួយនិងភាពស្មុគស្មាញនៃស្ថានភាពដែលទាមទារនូវការទួតដ៏បានប្រសើរការស្របស្មារតីចម្រើននិងឆន្ទៈនយោបាយដ៏រឹងមាំពីគ្រប់ភាគីពាក់ព័ន្ធជោគវាសនារបស់អ៊ុយក្រែនមិនត្រឹមតែអាស្រ័យលើលទ្ធផលនៃសាមារីភូមិប៉ុណ្ណោះទេថែមទាំងអាស្រ័យលើលទ្ធផលនៃកិច្ចចរចាទាំងក្នុងប្រទេសនិងក្រៅប្រទេសទៀតផង
ទី2 ឥឡូវនេះសូមយើងបង្វែរការយកចិត្តអារម្មណ៍របស់យើងទៅកាន់ទីក្រុងហុងកុងវិញម្ដងជាមួយនឹងព័ត៌មានដ៏គួរឲ្យរន្ធត់មួយផ្សេងទៀតអាជ្ញាធរហុងកុងបានប្រកាសកាលពីថ្ងៃច័ន្ទនេះថាពួកគេបានឃាត់ខ្លួនមនុស្សចំនួន13នាក់ពីបទសង្ស័យមនុស្សខាតដោយអចេតនាក្នុងការស៊ើបអង្កេតលើករណីអគិភីដ៏សាហាវបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់មក150នាក់នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reutersអគិភីដ៏សោកនាដកម្មនេះបានកើតឡើងក្នុងអគារមួយដែលកំពុងស្ថិតក្នុងការជួសស្រំរំដែលជាកន្លែងស្នាក់នៅនិងធ្វើការរបស់មនុស្សជាច្រើនចំនួនមនុស្ស160នាក់នេះគឺជាតួលេខខ្វះខាតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់ហុងកុងហើយវាបានបង្កើតនូវការភ្ញាក់ផ្អើលនិងការសោកស្ដាយយ៉ាងខ្លាំងទាំងក្នុងស្រុកនិងអន្តរជាតិការចោទប្រកាន់ពីបទមនុស្សខាតដោយអចេតនាគឺជាបទចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយដែលបង្ហាញថាអាជ្ញាធរជឿជាក់ថាការស្លាប់ទាំងនេះមិនមែនជាគ្រោះថ្នាក់សុទ្ធសាធប៉ុណ្ណោះទេប៉ុន្តែជាលទ្ធផលនៃការធ្វេសប្រឬការមិនទទួលខុសត្រូវធ្ងន់ធ្ងររបស់បុគ្គលឬក្រុមហ៊ុនមួយចំនួនមនុស្សខាតដោយអចេតនាមានន័យថាបុគ្គលទាំងនោះបានបង្កើតឲ្យមានការស្លាប់របស់នរណាម្នាក់ដោយសារតែការធ្វេសប្រយ៉ាងធ្ងន់ធ្ងរឬការប្រព្រឹត្តអំពើខុសច្បាប់ដែលមិនមានបំណងសម្លាប់ប៉ុន្តែដឹងថាធ្វើរបស់ខ្លួនអាចបង្